ជំរាបសួរនិងសួស្តីអ្នកនរគ្នាខ្ញុំមីរ៉ានថ្ងៃនេះខ្ញុំចង់និយាយពីវិធានបទមួយដែលនិយាយពីទំនាក់ទំនងនិងការសហគមន៍យើងម្នាក់រស់នៅសិតសឹងតែមានទំនាក់ទំនងនិងប្រស័យតាក់ទងគ្នាមិនថាកន្លែងការងារកន្លែងសិក្សារៀនសូត្រនិងមនុស្សជុំវិញខ្លួនរបស់យើងទាំងនេះគឺជារឿងទូទៅដែលយើងត្រូវតែជួបហើយយើងទាំងអស់គ្នាក៏គួរតែសង្កេតមើលថាការសេពគប់និងទំនាក់ទំនងរបស់យើងរបៀបណាបើសិនយើងជាមនុស្សប្រភេទបែបណាយើងនឹងងាយនឹងស្រូបទាញមនុស្សភេទស្តៀងយើងនឹងមានអត្តចរិតស្តៀងយើងអញ្ចឹងបើសិនជាយើងចង់ទំនាក់ទំនងមនុស្សម្នាក់ឬក៏បុគ្គលណាម្នាក់ក្នុងទំនាក់ទំនងអ្វីក៏ដោយយើងចង់ឲ្យល្អទោះតែយើងខ្លួនឯងនេះគឺល្អទៅតាមអ្វីដែលយើងចង់បានយើងធ្វើខ្លួនឲ្យល្អអាកប្បកិរិយាអិរិយាបថផ្សេងអញ្ចឹងយើងការសេពគប់នេះពិតសំខាន់អញ្ចឹងយើងត្រូវតែធ្វើខ្លួនឲ្យល្អឲ្យសមប្រកបឲ្យទៅតាមសិលធម៌សង្គមផ្សេងអញ្ចឹងយើងនឹងអាចងាយនឹងស្រូបទីមនុស្សបែបប្រភេទយើងមកនៅក្បែរយើងនិងមានទំនាក់ទំនងកាន់តែល្អទៅទៀតអរគុណខ្ញុំមានប៉ុណ្ណឹងបាយបាយ